ងើបឡើងទៅផ្សារកាត់ព្រឹកមួយថ្ងៃនិយាយពីថាឈឺត្មងបងប្អូននៅតាមពិតទៅមិនមែនឈឺដោយសារងើបព្រឹកពេកអីហ្នឹងទេឈឺហ្នឹងដោយសារតែខ្ញុំដេកអត់ឆ្អែតព្រោះអីពេលយប់ឡើងទម្រាំតបានដេកម៉ោង1ជាងអីហើយព្រឹកមិញហ្នឹងត្រូវភ្ញាក់ម៉ោង6កន្លះដើម្បីឆាប់បានទៅផ្សារពេលព្រឹកអីអញ្ចឹងណាដល់ពេលអញ្ចឹងហើយមានណាបងប្អូនហើយមកពីផ្សារវិញមិនទាន់ដល់ផ្ទះផងហ្នឹងមានអារម្មណ៍ថាចាប់ផ្ដើមឈឺក្បាលផងវិលមុខផងមកដល់ផ្ទះវិញគឺថាដេកស្ទែកហ្មងខ្ញុំត្រូវផុសវីដេអូម៉ោង12កន្លះហ៎បងប្អូនដល់ពេលហើយខ្ញុំចុចផុសឲ្យទុកទូរស័ព្ទចោលដឹងវីដេអូនឹងលោតទៅនៅម៉ោងបានទេពួកអីម្ចាស់ដេកលក់បាត់ហើយបើ YouTube វិញគ្មានបានផុសទេថ្ងៃនេះដោយសារតែដេកលក់ថាចាំផុសវីដេអូអីរួចរាល់ហើយអស់ចាំដេកប៉ុន្តែមានណាទ្រាំអត់បានទេបងប្អូននៅភ្នែកនិយាយពីថាទុនយកលក់បដ ாய் ឡើងមកវិញនឹងម៉ោង7:03បាត់ហើយខំអីក៏អត់ភ្ញាក់ដែរដោយសារតែប្តីមកពីធ្វើការហើយគាត់ដាស់និយាយទៅថ្ងៃនេះគឺថា2អ្នកម៉ែកូនបងប្អូនណាដូចត្រូវថ្នាំសណ្ដំអញ្ចឹងដាក់ទៅនិយាយពីភ្លឹងទាំង2អ្នកម៉ែកូននឹងហ្មងហើយពេលឡើងមកធ្វើម្ហូបនេះបងប្អូនអើយអត់ស្រួលខ្លួនទេនៅញ័រដៃញ័រជើងពេលដែលដាក់ចំហុយផ្អកមុនហ្នឹងមិនដឹងតែខ្វះគ្រឿងអីខ្លះទេពួកអីពេលហ្នឹងអារម្មណ៍អត់នៅខ្លួនទេពេលឈឺក្បាលវិលមុខអីចឹងនឹកឃើញដល់ម្ហូបចិនខ្លាញ់ហ្នឹងគឺថាចង់ធាក់មកវិញហ្មងបងប្អូនណាដល់ពេលអញ្ចឹងហើយមានផ្អកបងស្រីជនជាតិខ្មែរគាត់ផ្ញើឲ្យក៏ឡើងមកចំហុយផ្អកហ្នឹងហូបហ្មងទៅវាបានជូរប្រៃហើយមានបន្លែផ្ទាប់អីចឹងទៅវារៀងស្វាងខ្លះអីចឹងណាហើយបន្លែជ្រលក់ផ្អករបស់ខ្ញុំថ្ងៃនេះគ្មានអីច្រើនទេបងប្អូនមានតកូនបន្តិចស្ដាយគួរបន្តិចជាមួយនឹងតសក់មួយផ្លែនិយាយទៅខ្ញុំដាក់តែបន្លែណាដែលខ្ញុំចេះហូបអញ្ចឹងណាបន្ទាប់ពីដាក់ចំហុយផ្អកលាងបន្លែអីរួចរាល់ហើយអស់ហ្នឹងទុកវាមួយឡែកសិនឆ្លៀតពេលហ្នឹងមកដាក់ឆាសណ្ដែកគួរជាមួយនឹងសាច់ជ្រូកនេះឲ្យប្តីខ្ញុំមកមុខផ្សេងព្រោះឲ្យប្តីខ្ញុំគាត់អត់ចេះហូបផ្អកទេហើយខ្ញុំឆាឲ្យតែមកមុខទេដោយសារតែព្រឹកមិញហ្នឹងនៅសល់ឆាម្ទេសនោះមកមុខហើយអញ្ចឹងគ្រាន់តែដាក់កម្ដៅតិចមកគឺហើយឆាសណ្ដែកគួរនេះគ្មានតាមបែបចិនអីទេបងប្អូនឆាតែតាមបែបខ្មែរហ្នឹងគ្រឿងទេសដាក់ទឹកត្រីអំបិលប៊ីចេងស្ករម្រេចប្រេងខ្យងអីអញ្ចឹងណាកូរច្បល់ហ្នឹងគឺថារួចរាល់បានមកពេលទៀតហើយបងប្អូននិយាយទៅងាយឆាប់បានហូបដោយសារតែចុងភៅអត់សូវស្រួលខ្លួនទេអញ្ចឹងហើយអត់សូវមានអារម្មណ៍ធ្វើម្ហូបទេឥឡូវម្ហូបរបស់ខ្ញុំគឺថាឆ្អិនរួចរាល់ហើយអស់ហើយបងប្អូនមកម្ហូបបាយជាមួយខ្ញុំទាំងអស់គ្នាហើយអរគុណទៅដល់បងស្រីខ្លាំងមែនតើដែលបានផ្ញើផ្អកឲ្យខ្ញុំហូបអញ្ចឹងណានិយាយទៅឆ្ងាញ់ខ្លាំងមែនតើហ្មងបងប្អូននៅខានយូរយើងធ្វើហូបម្ដងអញ្ចឹងអូននិយាយពីថាជាតិសាច់គោអាំងអីមិនដូរទេនេះបងប្អូនអ្នកនៅស្រុកខ្មែរឃើញផ្អកអីហ្នឹងជារឿងធម្មតាទេតែបើសម្រាប់បងប្អូនអ្នកនៅក្រៅប្រទេសវិញឃើញផ្អកឃើញប្រហុកហ្នឹងដូចម្ហូបអភិជនអញ្ចឹងមិនងាយបានហូបទេបងប្អូនហើយបានហូបម្ដងហ្នឹងនិយាយពីថាអូឆ្ងាញ់ខ្លាំងមែនតែនហ្មងហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរហើយក៏ចង់អរគុណទៅដល់បងប្អូនអ៊ំពូមីងទាំងអស់គ្នាដែលគាត់តែងតែស្រឡាញ់និងចូលចិត្តមើលវីដេអូរបស់គ្រួសារខ្ញុំព្យាយាមធ្វើទៅវីដេអូល្អចែកជូនបងប្អូនអ៊ំពូមីងមើលជារៀងរាល់ថ្ងៃហើយក៏ជូនពរបងប្អូនអ៊ំពូមីងទាំងអស់គ្នាឲ្យមានតែសេចក្តីសុខសុភមង្គលរកទទួលទានមានបានដើរទៅណាមកណាមានតែសុខសុវត្ថិភាពនិងមានសេចក្តីសុខពេញមួយជីវិតអរគុណបងប្អូនអ៊ំពូមីងទាំងអស់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយៗទៀត